ព្រះមហាក្សត្រកម្ពុជាអរគុណមេដឹកនាំចិនចំពោះការផ្ដល់ក្រុមវិជ្ជបណ្ឌិតជំនាញព្យាបាលព្រះរោគភ្នំពេញព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រទានសារលិខិតជូនលោកប្រធានាធិបតីចិនស៊ីជីនពីនដែលបានជូនពរព្រះអង្គឲ្យឆាប់ជាសះស្បើយព្រះរោគក្នុងសារលិខិតនោះព្រះមហាក្សត្រកម្ពុជាបានអរគុណមេដឹកនាំចិនចំពោះការផ្ដល់ក្រុមវិជ្ជបណ្ឌិតជំនាញព្យាបាលព្រះរោគព្រះអង្គនិងជាកិត្តិយសសម្រាប់ព្រះអង្គយោងតាមសារលិខិតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបានសម្ដែងនៅហារតីសោមនស្សរីករាយក្រៃលែងដោយបានទទួលនៅសារលិខិតរបស់លោកស៊ីជីនពីងដែលមានអត្ថន័យដ៏ជ្រាលជ្រៅថ្វាយសពសាធុការពរជ័យចំពោះព្រះអង្គបានឆាប់ជាសះស្បើយពីព្រះរោគានិងឱកាសខួបចម្រើនព្រះជន្មវស្សាព្រះអង្គនៅថ្ងៃទី14ខែឧសភាឆ្នាំ2026ក្នុងសារនោះព្រះករុណាអង្គព្រះមហាក្សត្រខ្មែរមានជំនឿយ៉ាងមុតមមថាប្រជាជាតិកម្ពុជានិងចិននឹងចងចាំជានិច្ចនៅមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការផ្លាស់ប្ដូរទស្សនកិច្ចផ្លូវរដ្ឋផ្លូវការរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពដាច់ថែបកិច្ចសហប្រតិបត្តិការត្បូងពេជ្រយុគសម័យថ្មីនិងសហគមន៍វាសនារួមមនុស្សជាតិរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនព្រះមហាក្សត្រថ្លែងអំណរគុណដល់ខ្ពង់ខ្ពស់លោកស៊ីជីនពីងដែលបានចាត់សាស្ត្រាចារ្យវិជ្ជបណ្ឌិតឯកទេសល្បីៗជំនាញពោពេញដោយបទពិសោធន៍ខ្ពស់នៃមន្ទីរពេទ្យប៉េកាំងឲ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពនៃព្រះមហាក្សត្រីនិងព្រះអង្គសូមអរគុណ